ធ្លាប់តែដើរមកស្លោមានគ្រឿងស្រាប់គាត់ទាញចេញពីទូទឹកកកមកទុកមកសទុះទឹកគឺស្លោបានតែថ្ងៃនេះអត់ទេចាតែងក៏លខៃមកភ្លាមហាន់ភ្លាមបុកភ្លាមស្លោភ្លាមមកមានចាំយូរទេឥឡូវខ្ញុំហាន់ក៏លខៃហើយខ្ញុំបុកមកម៉ត់ល្មមហើយខ្ញុំចាប់ដើមបន្ថែមជាមួយនឹងអំបិលហើយនឹងខ្ទឹមសចូលហើយខ្ញុំបុកម៉ត់បានតែប៉ុណ្្នេះទេដោយសារដល់មកស្លោអញ្ចឹងអត់អាចបុកបន្តទៀតបានទេតែហ៊ានបុកបន្តទៀតមកបាយដឹងតែពងទាស្ងោរហើយឥឡូវខ្ញុំដល់មកស្លោហើយខ្ញុំដាក់ឆ្នាំងហើយខ្ញុំបើកភ្លើងចាក់ប្រេងឆាក្តៅហើយខ្ញុំចាក់គ្រឿងបុកចូលបន្ទាប់ពីចាក់គ្រឿងបុកចូលហើយខ្ញុំទៅទាញកន្លគីអ្នកទាំងអស់គ្នាចង់ហៅកាពិក៏បានដែរអ្នកខ្លះហៅគីអ្នកខ្លះហៅកាពិតែតំបន់ខ្ញុំនេះគឺហៅគីហើយនឹងមកឆ្លើយសំណួរបងប្អូនខ្លះគាត់ខមមិនថាខ្ញុំពេលស្លោមិនដែលឃើញដាក់ប្រហុកចឹងតាមពិតទៅតែខ្ញុំគឺអត់ដែលប្រើប្រហុកទេពេលស្លោហើយក៏អត់មានប្រហុកសគួរទុកនៅក្នុងផ្ទះដែរបើមានគឺមានតែគីឬកាពិនេះឯងនៅក្នុងផ្ទះប៉ុន្តែពេលខ្លះស្លោហ្នឹងក៏ដាក់ពេលខ្លះទៅក៏អត់ដែរភាគច្រើនគឺអត់យូរដាក់ម្ដងទេនិយាយឲ្យខ្លីទៅគឺតែខ្ញុំពេលស្លោអត់ទម្លាប់ប្រើប្រហុកឬក៏បងប្រហុកទេឥឡូវងាកមកស្លោវិញខ្ញុំលាងគ្រឿងឈ្ងុយចាប់ផ្ដើមចាក់សាច់ចូលសាច់នេះគឺមានសាច់ជាប់ខ្លាញ់ឈប់ហើយនឹងលំពែងគោនេះមុននឹងយកមកស្លោខ្ញុំស្រុះវាចោលប្រហែលជា 4-5 នាទីដើម្បីឲ្យវាកាត់ក្លិនឆ្អាបខ្លះហើយយើងច្របល់សាច់ហើយនឹងគ្រឿងយើងនឹងឲ្យចូលគ្នាមកចាំយើងបិទកម៉ូបទុកចោលរហូតដល់សាច់គោយើងនឹងចេញជាទឹកឆ្អាបអស់ចាំយើងបន្ថែមគ្រឿងឥឡូវទុកស្លោមួយឡែកសិនទៅខ្ញុំឆ្លៀតទៅលាងចានលាងឆ្នាំងលាងកញ្ឆែងដែលប្រឡាក់សាច់ឆៅនឹងមួយផ្លែសិនខ្ញុំពេលស្លោគឺខ្ញុំចូលចិត្តឆ្លៀតលាងខ្លះឲ្យហើយខ្ញុំមកចូលចិត្តកច្រើនទេព្រោះកន្លែងខ្ញុំវាទូវាចៀតហ៊ានតែទុកកអត់ឆ្លៀតលាងខ្លះទេគឺឃើញអាញ៉ៃពេញនឹងហ្មងព្រោះកន្លែងវាចៀតឥឡូវងាកមកស្លោយើងវិញឃើញថាសាច់គោយើងចេញជាទឹកឆ្អាបអស់ហើយខ្ញុំចាប់ផ្ដើមបន្ថែមគ្រឿងមានទឹកត្រីប៊ីចេងស្ករសហើយនឹងខ្ញុំចាប់ផ្ដើមបន្ថែមទឹកហើយខ្ញុំបន្ថែមទឹកនេះគឺខ្ញុំបន្ថែមតែបន្តិចសិនទេដើម្បីងាស់សាច់គោជាមួយនឹងគ្រឿងយើងឲ្យវាចូលជាតិគ្នាហើយខ្ញុំមកឆ្លៀតបេះតកួនម្ដងធ្លាប់តែដល់មកស្លោមានតកួនបេះហើយស្រាប់ហើយគ្រាន់តែយកចេញពីទូទឹកកកមកលាងទឹកជាការស្រេចហ្មងតែលើកនេះអត់ទេធ្វើភ្លាមទាំងអស់ហ្មងតាមពីបុកគ្រឿងតាមពីបេះតកួនអញ្ចឹងហើយស្លោមួយឆ្នាំងនេះគឺធ្វើឲ្យខ្ញុំចំណាយពេលយូរណាស់ឥឡូវឆ្លៀតមកមើលស្លោបន្តិចសិនឃើញថាកោកទឹកហើយខ្ញុំចាប់ផ្ដើមបន្ថែមទឹកលើកនេះយើងបន្ថែមមកច្រើនណាស់ហើយហ្មងដើម្បីងាស់សាច់នឹងឲ្យផុយបន្ទាប់ពីបន្ថែមទឹកដើម្បីងាស់សាច់ហើយឥឡូវខ្ញុំមកបេះតកួនបន្តទៀតឃើញអត់នៅពេលដែលខ្ញុំអត់បានធៀមទុកមុនណាស្លោមួយឆ្នាំងនេះគឺខ្ញុំចំណាយពេលយូរណាស់ហើយខ្ញុំអត់បានធ្វើអីផ្សេងទៀតទេរវល់តែធ្វើស្លោមួយឆ្នាំងនឹងឯងហើយឥឡូវតកួនខ្ញុំបេះហើយខ្ញុំលាងទឹក 3-4 ទឹកហើយខ្ញុំយកវាមកត្រាំទឹកខ្មេះហើយបានលាងវា 3-4 ទឹកបន្ថែមទៀតឥឡូវខ្ញុំមកត្រៀមជាមួយនឹងទឹកអំពិលទុំម្ដងខ្ញុំប្រើជាអំពិលអត់គ្រាប់ហើយអំពិលនេះគឺសាច់សុទ្ធចឹងដាក់តែបន្តិចមកគឺថាជាតិជូរពេញឆ្នាំងហ្មងត្រៀមទឹកអំពិលទុំរួចរាល់ហើយឥឡូវងាកមកមើលស្លោវិញឃើញថាសាច់ផុយល្មមហើយខ្ញុំចាប់ផ្ដើមដាក់សាច់តសៃនេះចូលសាច់តសៃនេះគឺឆាប់ផុយទេហើយខ្ញុំបន្ថែមជាមួយនឹងទឹកអំពិលទុំចូលឲ្យហើយដូចគ្នាដែរហើយខ្ញុំងាស់សាច់នឹងប្រហែលជា10 ទៅ 15 នាទីទៀតដើម្បីឲ្យសាច់តសៃនឹងផុយល្មមញ៉ាំមើលតែសាច់នឹងផុយហើយខ្ញុំចាប់ផ្ដើមដាក់ដកគោស្រស់មួយកំប៉ុងហើយអ្នកទាំងអស់គ្នាចង់ដាក់ដកគោមកអីក៏បានដែរហើយខ្ញុំទុកមកពុះខ្ញុំចាប់ផ្ដើមដាក់តកួនចូលតកួននេះគឺខ្ញុំដាក់តែបន្តិចទេឃើញសាច់ឡើងពេញឆ្នាំងតែតកួនមកបន្តិចនឹងព្រោះដោយសារពេលល្ងាចខ្ញុំញ៉ាំស្លោនឹងមកពេលទៀតអញ្ចឹងពេលញ៉ាំទឹកខ្ញុំដាក់តកួនថ្មីចូលទៅមួយសាទៀតធ្វើបែបហ្នឹងគឺតកួននៅខៀវបានឆ្ងាញ់បើសិនជាខ្ញុំដាក់តកួនចូលទៅទាំងអស់ដល់ល្ងាចឡើងតកួនហ្នឹងដឹងតែប្រែពណ៌ហើយលែងសូវឆ្ងាញ់ដូចនៅខៀវអញ្ចឹងហើយឥឡូវស្លោខ្ញុំរួចរាល់ហើយស្លោនេះគឺស្លោបងកាពិហើយសលេងដូចទាកាប៉ាទេនៅញ៉ាំកាពិទៀតអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានចំណាយពេលមើលវីដេអូនេះដល់ចប់បាយបាយ